ok nè ông này chẳng là lỡ dương mà đo time frame bà time frame bên miền trơn bà tiếp sau mình là mỗi bàn tay time frame bên miền trơn vì mình chờ mình tê hoa đây nhưng mà những ông mới time frame vì mình chập bịประมาณមួយ second បាទមួយ second មួយវិនាទីរហូតដល់មួយឆ្នាំបាទធ្វើมัน12มันហ្នឹងមិនដែលមួយឆ្នាំបាទយើង time frame វាមានច្រើនទីផ្សារដើរតែមួយតែ time frame វាមានច្រើនអញ្ចឹងឧទាហរណ៍ថាឥឡូវយើងមកមើល time frame 1នាទីយើងឃើញវាច្រើនវាញ៉ៃញ៉ៃតែសារ1នាទីមកដើរដើមវាបានន័យថា1នាទីអញ្ចឹង time frame យើងមើលមួយនាទីយើងអត់សូវយល់យើងទៅមើល time frame ធំ time frame វាមាន5 10នាទីយើងទៅឃើញរៀងយល់ជាងបាទដោយសារវាតិចជាង5 10នាទីមួយដើមមាន1នាទី5 10ដើមហើយបើយើងមើល4ម៉ោងទៀតវាហត់តែតិចទៅទៀតចឹងទៅដោយសារ4ម៉ោងវាមាន time frame 1នាទីប្រហែលដើមប្រហែល10ដើមបាទ5 10នាទីប្រហែលដើមអញ្ចឹង time frame គឺវាចង់បញ្ជាក់អញ្ចឹង time frame ធំ time frame ទូច time frame កដាបាទសំខាន់ថាយើងត្រូវយល់ថាការប្រើប្រាស់ time frame វាបែបណាទៀតអានេះខ្ញុំគាត់និយាយពី time frame ថាវាបែងចែកច្រើនអញ្ចឹងការប្រើប្រាស់ time frame ការប្រើប្រាស់ time frame គឺគេប្រើ high time frame ដែលយើងថា time frame ធំហ្នឹងវាមានអីគេមាន daily weekly monthly 4ម៉ោង1ម៉ោងអញ្ចឹងទៅ5 10នាទីបាទអញ្ចឹងគេហៅវាថាជា high time frame ឧទាហរណ៍ថាបើយើងមើល high time frame មួយថ្ងៃដែលនិយាយថា daily time frame ហ្នឹងបាទអញ្ចឹងគេប្រើ daily time frame ហ្នឹងគឺជាទិសដៅលំហូរដើម្បីចង់ដឹងថាផ្សារវាកំពុងតែ bearish ឬក៏ bullish បាទអញ្ចឹងយើងត្រូវដឹងថាឥឡូវបើយើងមើល time frame daily ជាលំហូរផ្សារជា direction យើងត្រូវមើល time frame ណាជា confirm បាទដោយសារគេយក lower time frame មកជា confirm ដើម្បីជាកន្លែងចូលផ្សារបាទហើយ time frame ហ្នឹងជាលំហូរដែលយើងគួរតែ trade ទៅយើង lower time frame ជាកន្លែងដែលយើងចូលផ្សារអញ្ចឹងឧទាហរណ៍ថាជា daily time frame អញ្ចឹងគេមើល confirm របស់វានៅ time frame 1ម៉ោងបាទដែលខ្ញុំនិយាយថា time frame alignment របស់វាហ្នឹងអញ្ចឹងជាទូទៅគេមើល structure បាទយើងនិយាយ structure សិនកុំតន់ skip ទៅ confirm យើងនិយាយ structure សិនបាទអញ្ចឹង daily time frame ជាទិសដៅ1ម៉ោង time frame ជា structure បាទដោយសារ daily time frame យើងឃើញមានតែម្ដងទេម្ដងពីដើមតែយើងមើល1ម៉ោងគឺជា structure វាមាន structure របស់វាបាទមាន structure របស់វាដែលជា trend ដែលយើងហៅថាជា trend ក៏បានដែរអញ្ចឹង structure វានឹងបានន័យថាយើងអាចរកតំបន់ដែលយើងរងចាំ confirm ដើម្បីបន្ត trend វា sell ចុះមកឧទាហរណ៍ថាឥឡូវយើងមើល daily time frame វាជា bearish កំពុង sell off ផ្សារកំពុងចុះមកក្រោមអញ្ចឹង1ម៉ោង time frame វាបង្កើតជា structure បានប្រមាណអញ្ចឹងទៅហើយបន្ទាប់មកគឺ time frame entry បាទ time frame entry សម្រាប់1ម៉ោងគឺ time frame entry វា5នាទីបាទអញ្ចឹងយើងត្រូវស្គាល់ time frame វាការប្រើប្រាស់ time frame 2ឬក៏3បញ្ចូលគ្នាបាទដោយសារយើងមិនអាចមើលតែមួយ time frame បានទេយើងចេះតែចូល trade បានទេដោយសារពេលខ្លះនៅក្នុង low time frame ផ្សារកំពុងតែចុះមកមែនប៉ុន្តែ low time frame ពេលយើង skip time frame structure ចោលមួយយើងអាចនឹងឃើញផ្សារកំពុងតែឡើងទៅលើវិញបាទអញ្ចឹងយើងត្រូវតែមាន time frame មួយឡើងឆ្ពិនមួយគ្នាអញ្ចឹងយើងមើលមក time frame 1ម៉ោងវាមាន structure time frame 5 10នាទីគឺយើងចូលទៅ confirm អាហ្នឹងខ្ញុំនិយាយ3 time frame នោះជាមួយគ្នា daily 1ម៉ោងមួយថ្ងៃបន្ទាប់មក1ម៉ោងជា structure 5នាទីជា confirm អញ្ចឹងវាក៏មានទៅទៀតដែរវាមានអីគេបាទវាមានweekly ជាមួយ4ម៉ោងជាមួយ5 10នាទីឬក៏ជាមួយ1នាទីដូចគ្នាបាទស៊ីសងថាយើងជាអ្នកប្រភេទ trade បែបម៉េចបាទ trade time frame 1នាទី5នាទីឬក៏5 10នាទីជា confirm បាទប៉ុន្តែយើងក៏ត្រូវមើលពួក high time frame ជា direction ដែរបាទអញ្ចឹងជាទូទៅខ្ញុំចូលចិត្ត trade ជាងគេគឺ4ម៉ោងជាមួយ5 10នាទីជាមួយនឹង1នាទីបាទអញ្ចឹង style របស់ខ្ញុំ trade ដូចអ្នកនរគ្នាមិនឃើញនៅក្នុង live អញ្ចឹងខ្ញុំមើលពីច្រើនខ្ញុំមើលតែ4ម៉ោងទេខ្ញុំមើលតែលំហូរ4ម៉ោងបន្ទាប់មកខ្ញុំមើល5 10នាទីជា structure បាទខ្ញុំមើល5 10នាទីជា structure ហើយខ្ញុំមកមើល1នាទីជា entry ជា confirmation candle របស់ខ្ញុំជា entry point របស់យើងប៉ុន្តែសម្រាប់អ្នកដៃថ្មីខ្ញុំអត់ recommend ឲ្យគាត់មើលដល់1នាទីទេដោយសារ1នាទីហ្នឹងបើយើងអាន candle ដាច់យើង flick អត់ទាន់គឺយើងអត់រកផលចំណេញឃើញទេដោយសារ1នាទីគឺវា noisy យើងឃើញវាច្រើនមែនតើណាបាទលំហូរវាអាចដោះដូរលឿនមែនតើក្នុងតែ5 10នាទីក៏ថាបានដែរបាទហើយពេលគិតរបស់យើងគឺខ្លីយើងនៅសល់ពេលប្រហែលជា30វិនាទីដើម្បីសម្រេចចិត្តថាយើងគួរតែចូលផ្សារឬក៏អត់អញ្ចឹងខ្ញុំណែនាំឲ្យដៃថ្មី beginner trader គាត់មើលតាម5នាទីទៅបានហើយមើល1ម៉ោងជា structure 5នាទីជា entry point daily ជា
direction បាទខ្ញុំគិតថាអញ្ចឹងគឺ beginner គាត់ស្រួលជាងមើលមួយនាទីបាទអញ្ចឹង time frame គឺយើង alignment វាបែបហ្នឹងអញ្ចឹងខ្ញុំទៅសេដាក់លើនេះឲ្យអ្នកនរគ្នាឃើញខ្ញុំប្រើតែ2ហ្នឹងគាត់ថាគ្រប់គ្រាន់ហើយយើងបែងចែកទៅជា3 alignment ឬក៏4 alignment វាអាចនឹងធ្វើយើងបែកវល់បន្តិចអញ្ចឹងឥឡូវខ្ញុំដាក់ជាអញ្ចឹងទៅដាក់ជាdaily time frame បាទ daily time frame តបមកខ្ញុំដាក់ព្រួយទៅ1ម៉ោង 1 hour តបមកខ្ញុំដាក់ព្រួយមួយទៀតទៅ5 minute បាទអញ្ចឹង time frame នេះគឺវា alignment គ្នាអញ្ចឹងគឺយើងមើលទៅវា clean បាទយើងមើល daily ហើយយើងមើល1ម៉ោងជា structure យើងមើល5នាទីជា entry បាទជា confirmation អញ្ចឹងខ្ញុំដាក់មួយទៀតជា time frame ដែលខ្ញុំចូលចិត្ត trade 4ម៉ោង time frame បាទ4 hour time frame តបមកចុះទៅ structure វា15នាទី time frame បាទតបមកខ្ញុំចុះទៅ1នាទី confirmation បាទអញ្ចឹង style ដែលយើងចង់ធ្វើយើងអាចជ្រើសរើសមួយទៅបាទយើងកុំច្រឡំ time frame ទេពេលខ្លះយើងមើល1ម៉ោងយើងមើល daily បែរជាយើងទៅមើល time frame 5-10នាទីពេលខ្លះវាអត់ alignment គ្នាទេដោយសារយើងមើលទៅវាអាចនឹងស្តៀងគ្នាច្រើនឬក៏ផ្ទុយពីគ្នាអញ្ចឹងបានគេឲ្យយើងសិក្សាពី time frame ដូចគ្នាមិនមែនវាអត់សំខាន់ទេណាបើយើងមើលទៅវា ខុស flow ពេលខ្លះយើងមើល daily យើងមកមើល5-10នាទីយើងអត់មើល1ម៉ោងវាទៅជា flow វាយើងវាជ្រះគ្នាវិញយើងទៅ track ខុស flow គេប៉ុន្តែអ្វីខ្ញុំកត់សម្គាល់គឺប៉ុណ្ណឹងគឺ perfect សម្រាប់ខ្ញុំអញ្ចឹងបាទខ្ញុំប្រាប់អ្នកនរគ្នាអ្វីដែលខ្ញុំដាក់ពីហ្នឹងគឺល្អអ្នកនរគ្នាអាចយកទៅសិក្សាបានដោយអ្វីដែលខ្ញុំប្រាប់ហ្នឹងទៅអញ្ចឹង time frame វាមានអីច្រើនជាងនឹងទៀតទេអញ្ចឹងបន្ទាប់គឺយើងនិយាយពី trend វាយកមក